សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំនរណាខ្លះដែលរងចាំទន្ទឹងឲ្យមាសចុះថ្លៃអាននឹងទៅធ្វើ 1G 2G 5G ឬក៏មករំលឹងថ្ងៃនេះនាងខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាថាហាងឆេងមាសថ្ងៃទី1ខែ4ឆ្នាំ2025នេះមិនចុះថ្លៃទេមានតែឡើងទ្វេចាបងប្អូនទាំងអស់គ្នាហាងមាសសម្រាប់មាសគីឡូលក់ចេញគឺ380ឯណោះសម្រាប់ទិញចូលគឺ$365ផ្លាទីនទឹក7 $245សម្រាប់លក់ចេញទិញចូលគឺ$225សម្រាប់ដុល្លារគឺ4010រៀលហើយសម្រាប់លក់ចេញទិញចូលគឺ4000រៀលចាបងប្អូនទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនមិនថាអ្នកផ្សេងទេគឺពេលនេះជឿជាក់ណាស់ថាមិនសូវជាមានអ្នកដែលមកធ្វើមាសច្រើននោះទេដោយសារតែតម្លៃនៃហាងឆេងមាសគឺឡើងខ្លាំងពេកបងប្អូនប៉ុន្តែសម្រាប់អត្រានៃការលក់ចេញប្រហែលជាមានច្រើនជាងអ្នកធ្វើអញ្ចឹងហើយទាំងខ្ញុំទាំងគេគឺដេកចាំឲ្យតែមាសចុះទេបើសិនជាមានលុយតិចតួចអាននឹងយកលុយទៅធ្វើមាសក្រែងបាន 1G 2G សម្រាប់ពាក់លម្អខ្លួនឬក៏ជាទ្រព្យសម្រាប់ទុកត្រជាក់ត្រជុំនៅក្នុងទីលំនៅឋានផងដែរចាបងប្អូនទាំងអស់បាទនេះបងប្អូនមកចង់បង្ហាញជាមួយនឹងកងឈុតបាទដាក់ឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងបាទជាមួយនឹងកងឈុតនេះម៉ូតបាទគឺខុសៗគ្នាស្អាតទាំងអស់តែម្ដងសម្រាប់កងដៃនេះបាទគឺជាកងដៃផ្លាទីនទឹក7ចំតែម្ដងម៉ូតស្អាតបាទបងប្អូនទាំងអស់គ្នាមួយឈុតគឺលះសាហាវតែម្ដងជាមួយនឹងបងប្អូនទុកពាក់បាទលើចិត្តគៀកចូលឆ្នាំហើយបងប្អូនចង់ពាក់ជាមួយនឹងកងផ្លាទីនបាទបងប្អូនអាចមករកនៅសាខាទី1បងប្អូនបាននៅស្វាយរៀងឬក៏សាខាទី2ក៏បានដែរបងប្អូនទាំងអស់គ្នាជាមួយនឹងកងឈុតនេះបាទគឺស្អាតមែនបងប្អូនដែលចង់ពាក់ប្រចាំថ្ងៃបាទឬក៏ពាក់ទៅកម្មវិធីហ្នឹងបាទគឺបានមកសែតែម្ដងសម្រាប់កងបាទគឺលះស្អាតតែម្ដងសម្រាប់បងដែលចាប់អារម្មណ៍បាទបងអាចមកតែពីសាខាបងប្អូនបានឬក៏បងអាចឆាចូល page បងប្អូនតម្លាក់ព័ត៌មានលម្អិតឬក៏តម្លៃម៉ូតអីផ្សេងដែលបងចង់ដឹងនឹងឲ្យកាន់តែច្បាស់បន្ថែមពីនេះទេបាទអរគុណបងបាននិយាយបាទថាហាងមាសម៉ាយ៉ាបាទគ្រឿងបាទស្តាក់ស្ដាច់កម្ពុជាគ្រឿងតែម្ដងបាទអូលះស្អាតមែនទេថ្ងៃនេះបងអូនមកដាក់ជាមួយនឹងខ្សែដៃបាទខ្សែដៃមាសជូនបងទាំងអស់គ្នាតែម្ដងបងម៉ូតស្តាស្អាតបាទស្តាត្រូវពេញនិយមតែម្ដងបងឥឡូវគឺគាត់ចូលចិត្តពាក់ឥឡូវហ្នឹងបងអូនដាក់មកគ្រប់ម៉ូតគ្រប់ស៊េរីឲ្យបងមើលថាបងឆ្លាញ់មួយណាបងយកមួយហ្នឹងបាទឲ្យសម្រាប់មាសគឺមាសគីឡូហ្វិតតែម្ដងបាទគឺកាត់ចេញពីគីឡូដុំធ្វើចេញជាគីឡូគ្រឿងជូនបងទាំងអស់គ្នាតែម្ដងបាទឲ្យសម្រាប់បងចង់ចាប់អារម្មណ៍បាទបងអាចមករកទាំងពីរសាខាបងប្អូនមកបាទមានទាំងពីរសាខាតែម្ដងសម្រាប់ខ្សែដៃមាសនេះបាទគឺម៉ូតស្តាស្អាតតែម្ដងបងអូនលះបាទដូច្នេះបាទបើសិនជាបងទាំងអស់គ្នាចាប់អារម្មណ៍បងអាចឆាចូល page មកឬក៏មកដល់ទីតាំងបងប្អូនក៏បានដែរអរគុណតាមដែលតម្រូវការរបស់គាត់ខ្លះក៏ទៅដូរយកម៉ូតថ្មីមួយដែលខ្លួនពេញចិត្តចឹងនេះខ្ញុំសូមបញ្ចប់ព័ត៌មានត្រឹមនេះសូមអញ្ញាតគ្រប់នឹងជម្រាបលាជួបនាងខ្ញុំនៅហាងឆេងមាសបន្តបាយបាយចូលចិត្តសូមកុំភ្លេចចុច Subscribe និង Like Comment ជួយ Share ឲ្យនាងខ្ញុំម្នាក់មួយផងពិសេស Subscribe បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនចូលចិត្តបាយបាយ